ប្រើទូរស័ព្ទ Android ទាំងអស់គ្នាថ្ងៃបងប្អូនអាចចូលទៅមើលបានថាកម្មវិធីមួយណាដែលយើងអនុញ្ញាតឲ្យចែករំលែកទីតាំងបានហ្នឹងហើយបងប្អូនហ្នឹងហើយថាកម្មវិធីមួយណាដែលគេអាចមើលទីតាំងយើងបានបងប្អូនចុចចូលមកចេះមកបងប្អូនហ្នឹងហើយចូលមកការកំណត់យើងមកហ្នឹងហើយរកការកំណត់មកនេះការកំណត់នេះណាបងប្អូនហ្នឹងហើយចូលការកំណត់នឹងមកបាទនឹងទៅបងប្អូនអស់លើមករកវាថាទីកន្លែងឬមួយទីតាំងបងប្អូនណាហ្នឹងហើយប៉ះលើនឹងមកវានឹងបង្ហាញឲ្យថាបងប្អូនជួយមើលកម្មវិធីណាខ្លះដែលបានអនុញ្ញាតឲ្យគេរកទីតាំងយើងឃើញណានេះប៉ះនឹងមកនេះផែនទីកម្មវិធីដែលអនុញ្ញាតឲ្យគ្រប់ពេលដែលយើងប្រើយើងអត់ប្រើក៏គេអនុញ្ញាតអាចមើលឃើញបានគឺមានប៉ុណ្្នឹងបងប្អូនណាហើយខាងក្រោមនេះគឺជាកម្មវិធីដែលយើងអនុញ្ញាតគណៈពេលប្រើការងារហ្នឹងហើយគណៈពេលដែលចុចប្រើដល់ចឹងពេលគេយើងចុចប្រើពុបវាអនុញ្ញាតឲ្យយើងដឹងទីតាំងយើងទៅហ្មងកន្លែងហ្នឹងនេះមានប៉ុណ្្នឹងហើយខាងលើនេះគឺអនុញ្ញាតរហូតហ្មងខាងលើនេះព្រោះអីយើងប្រើលើ Google ពួកអីហ្នឹងគឺត្រូវហើយហ្នឹងហើយតែបើក្រៅពីកម្មវិធីហ្នឹងបងប្អូនត្រូវអនុញ្ញាតឲ្យប្រើគណៈពេលដែលយើងប្រើកម្មវិធីបានហើយហ្នឹងហើយកុំឲ្យបើកទាំងអស់អូខេ